ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំបានបង្ហាញអំពីម៉ាស៊ីនវាយឈូកឬក៏បកគ្រាប់ឈូកបាទដែលផលិតដោយជាងពិសិដ្ឋបាទនៅខាងភូមិពីមក្នុងឃុំពីមជាលៀងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបាទអញ្ចឹងគឺគាត់ផលិតដោយស្នាដៃខ្លួនគាត់ផ្ទាល់តែម្ដងបាទហើយនេះគឺជារូបរាងទាំងស្រុងរបស់ម៉ាស៊ីនវាយឈូកក្រោយពីគាត់រៀបចំដំឡើងផលិតរួចហើយបាញ់ថ្នាំរួចហើយអញ្ចឹងបងប្អូនហើយបងប្អូនមានតម្រូវការក្នុងការជាវយកទៅប្រើប្រាស់សម្រាប់វាយឈូកឬក៏បកគ្រាប់ឈូកបាទបងប្អូនអាចតាក់ទងទៅតាមលេខទូរស័ព្ទនៅខាងលើអេក្រង់ដែលខ្ញុំបានដាក់នេះមែនអត់បាច់យកទៅអត់តិចទេបាទឃើញថាបងប្អូនកសិករយើងដែលគាត់ដាំឈូកបាទគាត់បានកំងទិញយកទៅវាយយកទៅបកគ្រាប់ឈូកបាទឃើញថាងាយស្រួលមែនទែនបាទចំណេញកម្លាំងពលកម្មចំណេញពេលវេលាបាទហើយសម្រាប់តម្លៃក្នុងរបស់ម៉ាស៊ីននេះគឺបងប្អូនអាចតាក់ទងទៅតាមលេខទូរស័ព្ទបាទ031 86 66 453បាទតាក់ទងទៅលេខជាងពិសិដ្ឋផ្ទាល់តែម្ដងណាបងប្អូនបាទអញ្ចឹងគឺកសិករយើងមានកសិករជាច្រើនបាទគាត់បានទិញយកទៅប្រើប្រាស់ពីឃើញថាងាយស្រួលមែនទែនណាគាត់ទៅដាក់គ្រាប់ឈូកចូលទៅគឺវាបកគ្រាប់ទៅដោយគ្រាប់សបកឈូកទៅដោយសបកឈូកអញ្ចឹងណាបងប្អូននេះបាទគឺមានកសិករច្រើនហើយដែលបានជាវទិញពីជាងពិសិដ្ឋបាទយកទៅប្រើប្រាស់ផ្ទាល់តែម្ដងឃើញថាងាយស្រួលលឿនរហ័សបាទចំណេញកម្លាំងពលកម្មចំណេញពេលវេលាបាទនេះឃើញនឹងកធននេះគឺគ្រាប់ឈូកបកហើយបងប្អូនហើយសបកនោះគឺវាទៅដោយសបកតែម្ដងណាបងប្អូនបាទអញ្ចឹងគឺងាយស្រួលមែនទែនបាច់បាក់បកដោយដៃឈឺដៃហាងកញ្ចក់ដៃទេណាបងប្អូនបាទអញ្ចឹងបងប្អូនទិញតែម៉ាស៊ីននេះមួយទៅគឺងាយស្រួលតែម្ដងណាឃើញទេចល័តទៅទីវាលក៏បានដាក់នៅផ្ទះក៏បានបាទអាចយកទៅបានគ្រប់ទីកន្លែងគឺគាត់មានកង់មានរមាក់ដណ្ដោងសម្រាប់អស់ងាយស្រួលទេណាបងប្អូនឃើញនេះឃើញគាត់បកបាទឃើញកសិករផ្សេងគ្នាបានទិញយកទៅប្រើប្រាស់ផ្ទាល់គឺថាងាយស្រួលមែនទែនណាបាទគឺសបកទៅដោយសបកទៅបាទគ្រាប់ធ្លាក់មកដោយគ្រាប់បាទនេះដាក់នៅទីវាលដាក់នៅក្នុងរោងបាទដាក់នៅក្នុងផ្ទះក្រោមផ្ទះមុខផ្ទះបានទាំងអស់ចល័តបានគ្រប់ពីកន្លែងទូចល្មមអត់ធំដូចម៉ាស៊ីនបោកស្រូវទេណាបងប្អូនហ្នឹងគឺយើងអាចដាក់នៅទីតាំងម្លប់វាងាយស្រួលយើងធ្វើការចឹងបងប្អូនអាចរកជាវបានណាទីតាំងគាត់នៅខាងខេត្តត្បូងឃ្មុំបាទបើសិនជាបងប្អូនចង់ទៅផ្ទាល់បងប្អូនអាចតាក់ទងតាមវាយឈ្មោះទៅតាម map នៅខាងចុងនេះបងប្អូនពេលបងប្អូនមកដល់ក្រុងកំពង់ចាមឬគូលស្ពានគីសូណាបងប្អូនចូល Google Map ហើយវាយពាក្យជាងពិសិដ្ឋធ្វើម៉ាស៊ីនវាយឈូកនោះបងប្អូននឹងឃើញទីតាំងអាចទៅដល់ផ្ទាល់តែម្ដងបាទអរគុណ